បងប្អូន4មូលហេតុធំដែលកម្ពុជាមានប្រៀបយ៉ាងខ្លាំងក្លាទៅលើប្រទេសសៀមបានចោទថាខ្មែរយើងជាអ្នកឈ្លានពានមុនប៉ុន្តែនៅពេលនេះអន្តរជាតិកំពុងតែសម្លឹងមើលសៀមថាជាជាតិសាសន៍មួយជាពូជសាសន៍មួយដែលមានភាពពុតត្បុតជាទីបំផុតអ្វីដែលជាចម្ងល់បើខ្មែរឈ្លានពានសៀមមែនខ្មែរគួរតែឈ្លានពានសៀមស្របពេលដែលសៀមកំពុងតែទុនដៃទុនជើងពូលគឺស្របពេលដែលសៀមកំពុងតែមានវិបត្តិគ្រោះទឹកជំនន់ធ្ងន់ធ្ងរប៉ុន្មានថ្ងៃមុនណាបងប្អូនអញ្ចឹងបើសិនជាខ្មែរពិតជាខូចអាពេលសៀមកំពុងតែជួបបញ្ហាលិចលង់ប្រជាជនកំពុងតែពិបាកស្ដេចក៏បញ្ជាឲ្យដកទ័ពពីព្រំដែនទៅជួយប្រជាជនដែលកំពុងតែលិចទឹកពេលហ្នឹងខ្មែរមានឱកាសវាយយកស្រួលហើយបើសិនខ្មែរមានចរិតឈ្លានពានពិតមែនណាទី2ហេតុអ្វីបានជាកន្លងមកតែងតែមានករណីទាហានសៀមដើរជន់មីនហើយឥឡូវនេះអន្តរជាតិកំពុងតែឆ្ងល់ថាចុះហេតុអ្វីតាំងតែពីម្សិលមិញនៃការឈ្លានពានផ្ទុះអាវុធរវាងគ្នានឹងគ្នាហេតុអ្វីបានជាមិនមានករណីទាហានសៀមដើរជន់មីនសំបីតែមួយករណីនេះជាចម្ងល់ដែលជាតិនិងអន្តរជាតិកំពុងតែផ្ដោតទៅលើមើលទៅលើប្រទេសសៀមថាកំពុងតែរៀបចំល្បិចធ្វើបាបខ្មែរទី3បើសិនជាប្រាសាទតាកបីជារបស់សៀមហេតុអ្វីបានជាសៀមដាក់គ្រាប់បំផ្ទុះនិងបំផ្លាញប្រាសាទនេះចោលអញ្ចឹងហេតុផលអត់ពិបាកទេបងប្អូនបើដូនតាសៀមជាអ្នកសាងប្រាសាទបងប្អូនសៀមអត់មានហេតុផលឯណាទៅបំផ្លាញរបស់ទាំងអស់ហ្នឹងទេឧទាហរណ៍ថាបើសិនជាខ្មែរហ្នឹងបានទៅដណ្ដើមប្រាសាទនឹងពីសៀមក៏សៀមអត់ហ៊ានទៅបំផ្លាញដែរព្រោះវាជាទ្រព្យសម្បត្តិដូនតារបស់ខ្លួនផ្ទុយទៅវិញពិភពលោកគេដឹងច្បាស់ថាប្រាសាទបុរាណទាំងអស់ហ្នឹងគឺកើតចេញពីពូជពងនៃជាតិសាសនាគឺពូជពងខ្មែរជាអ្នកបង្កើតប្រាសាទទាំងអស់នេះឡើងណាបងប្អូនអញ្ចឹងសៀមនៅតែអាម៉ាស់មុខសាជាថ្មីម្ដងហើយម្ដងទៀតហេតុផលទី4ចុងក្រោយមួយទៀតតើកម្ពុជាបានប្រយោជន៍អ្វីស្របពេលដែលសៀមកំពុងតែបាក់មុខស្រាប់ពាក់ព័ន្ធជាមួយនឹងការរៀបចំស៊ីហ្គេមយ៉ាងរខិរខាដែលប្រទេសជុំវិញជាពិសេសអាស៊ានទាំង10ជាតិនិងអន្តរជាតិគេកំពុងតែសើចមកសូម្បីតែប្រជាជនខ្លួនក៏កំពុងតែសើចមកនឹងខឹងសម្បាជាខ្លាំងចំពោះរដ្ឋាភិបាលរបស់ខ្លួនដែលធ្វើការខ្ជិះខ្ជាអញ្ចឹងអត់មានហេតុផលមួយណាដែលកម្ពុជាបើកការឈ្លានពានសៀមក្នុងកលៈទេសៈបែបនេះទេណាបងប្អូនអញ្ចឹងប៉ុណ្ណឹងគឺកម្ពុជាគឺឈ្នះដោយស្វ័យប្រវត្តិទៅលើកត្តាច្បាប់ក៏យើងឈ្នះទៅលើអាហេតុផលជាក់ស្ដែងក៏យើងឈ្នះណាបងប្អូនហើយមួយវិញទៀតខ្ញុំសូមដាក់បណ្ដោះសារដោយសារតែសៀមថ្ងៃនេះបានកំទេចប្រាសាទតំនធំជាពិសេសវាបានបំផ្ទុះនៅតំបន់មួយចំនួននៅប្រាសាទព្រះវិហារផងដែរខ្ញុំសូមឧទ្ទិសទៅកាន់ដួងវិញ្ញាណក្ខន្ធដ៏ស័ក្តិសិទ្ធិរបស់បុព្វបុរសខ្មែរដែលសាងប្រាសាទនានានៅក្នុងប្រទេសកម្ពុជានៅលើដែនដីសវណ្ណភូមិមួយនេះវិញ្ញាណក្ខន្ធមេតបខ្លាំងពូកែតាំងពីចំនួនដើមរឿងមកអស់លោកនៅទីណាកន្លែងណាសូមអញ្ជើញអស់លោកមកប្រជុំគ្នានៅលើទឹកដីកម្ពុជាហើយរួមគ្នាដាក់បណ្ដាសាទៅកាន់ប្រទេសសៀមឲ្យវិនិច្ឆ័យសន្តិចាប់ពីពេលនេះតរៀងទៅបាទអរគុណ